នាទីសុខភាពនៃវិទ្យុផ្កាឈូកនឹងលើកយកប្រធានបទការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមតើអ្វីទៅជាការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមតើមានកត្តាឬមូលហេតុអ្វីដែលបង្កឲ្យកើតមានការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមនេះសូមកុំភ្លេចរងចាំទស្សនាកិច្ចសម្ភាសន៍ផ្សាយផ្ទាល់នេះដែលមានការចូលរួមបកស្រាយពន្យល់ពីសំណាក់លោកវេជ្ជបណ្ឌិតសេងរស្មីឯកទេសជំងឺតម្រងនោមនិងលាងឈាមនៃមន្ទីរពេទ្យកាល់ម៉ែតសូមរងចាំទស្សនាការផ្សាយផ្ទាល់នៅលើគេហទំព័រ Facebook និង YouTube Channel Lotus Radio FM 100.5 នៅថ្ងៃអង្គារចាប់ពីវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលដូច្នេះសូមប្រិយមិត្តរងចាំទស្សនាដោយមេត្រីសូមអរគុណតើស្ត្រីដែលកំពុងតែមានផ្ទៃពោះហ្នឹងពួកគាត់ត្រូវមានត្រណមអ្វីខ្លះតើត្រណមទាំងអស់នោះមានប្រសិទ្ធភាពដែរឬទេហើយនៅពេលបច្ចុប្បន្នហ្នឹងត្រូវបានព័ត៌មានហ្នឹងគួរឲ្យចាប់អារម្មណ៍របស់គេអូព័ត៌មានរបស់វិទ្យុផ្កាឈូក FM 100.5 ហ្នឹងមានផ្ដោតលើវិស័យកសិកម្មសុខភាពអប់រំសេដ្ឋកិច្ចនិងការអប់រំបែបពុទ្ធសាសនាទៀតគេផ្សាយថ្ងៃហ្នឹងអូនផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយពីម៉ោង 6 ព្រឹកដល់ម៉ោង 9 យប់អស់ថ្មល្មមតាតអីទេអូនអាចតាមដានព័ត៌មានរបស់វិទ្យុផ្កាឈូកហ្នឹងនៅលើទូរស័ព្ទដៃក៏បានដែរទាញយកកម្មវិធី Lotus Radio ក្នុងទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានល្អៗប្រចាំថ្ងៃឬចូលទៅកាន់គេហទំព័រនិងបណ្ដាញសង្គមវិទ្យុផ្កាឈូក Lotus Radio FM 100.5 វិទ្យុផ្កាឈូកដើម្បីសុខភាពផ្លូវកាយនិងផ្លូវចិត្តប្រិយមិត្តអ្នកស្ដាប់វិទ្យុផ្កាឈូកទាំងអស់ជាទីគោរពនិងជាទីមេត្រីសូមរងចាំទស្សនានីតិសុខភាពដែលនឹងលើកយកកិច្ចសម្ភាសន៍ផ្សាយផ្ទាល់លើប្រធានបទការលាងឈាមចំពោះអ្នកជំងឺតម្រងនោមនាពេលបន្តិចទៀតនេះប្រសិនបើប្រិយមិត្តមានជាមតិយោបល់ឬសំណួរផ្សេងៗអាចចូលរួមជាមួយនីតិយើងបានតាមរយៈការផ្ញើសារនៅខាងក្រោមរូបភាពផ្សាយផ្ទាល់នេះសូមអរគុណការផ្សាយរបស់វិទ្យុផ្កាឈូក FM 100.5 MHz ផ្សាយចេញពីរាជធានីភ្នំពេញស្ដាប់វិទ្យុផ្កាឈូកទាំងអស់ជាទីគោរពនិងជាទីមេត្រីសូមរងចាំទស្សនានីតិសុខភាពដែលនឹងលើកយកកិច្ចសម្ភាសន៍ផ្សាយផ្ទាល់លើប្រធានបទការលាងឈាមចំពោះអ្នកជំងឺតម្រងនោមនាពេលបន្តិចទៀតនេះប្រសិនបើប្រិយមិត្តមានជាមតិយោបល់ឬសំណួរផ្សេងៗអាចចូលរួមជាមួយនីតិយើងបានតាមរយៈការផ្ញើសារនៅខាងក្រោមរូបភាពផ្សាយផ្ទាល់នេះសូមអរគុណខ្ញុំម្ចាស់នៃខ្ញុំភូមិលក្ខណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
សូមគោរពជំរាបសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលកំពុងទទួលស្នាការផ្សាយផ្ទាល់នៅលើគេហទំព័រ Facebook វិទ្យុផ្កាឈូកទាំងអស់ជាទីគោរពនិងជាទីមេត្រីជាបន្តសូមគោរពអញ្ជើញប្រិយមិត្តទូរទស្សនិកជនទស្សនានីតិសុខភាពដែលនីតិយើងតែងតែធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអង្គារចាប់ពីវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលនៅលើគេហទំព័រ Facebook វិទ្យុផ្កាឈូក Letters Radio FM 105និងផ្សាយនៅវិទ្យុផ្កាឈូក FM 105 MHz នៅរាជធានីភ្នំពេញនិង FM 91.25 MHz នៅខេត្តបាត់ដំបងដែលតែងតែផ្សាយជារៀងរាល់ថ្ងៃវេលាម៉ោង 8 ព្រឹកនិងម៉ោង 5 ល្ងាចប្រិយមិត្តទីគ្រប់នឹងជាទីមេត្រីគូបំណងនីតិសុខភាពដើម្បីឲ្យលោកអ្នកបានយល់ដឹងអំពីការបញ្យលការបកស្រាយការណែនាំក៏ដូចជាការផ្ដល់នូវដំបូន្មានល្អៗពីវិជ្ជាបណ្ឌិតជំនាញឬក៏អ្នកឯកទេសផ្នែកសុខភាពនាំឲ្យយើងទាំងអស់គ្នាបានយល់ដឹងអំពីបញ្ហាសុខភាពនិងធ្វើឲ្យយើងទាំងអស់គ្នាចេះថែទាំសុខភាពឲ្យបានល្អទាំងកាយទាំងចិត្តប្រិយមិត្តទីគ្រប់នឹងជាទីមេត្រីនៅថ្ងៃនេះផងដែរនីតិសុខភាពនឹងលើកយកប្រធានបទមកធ្វើកិច្ចសម្ភាសន៍ស្ដីអំពីការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមដែលនឹងធ្វើការចូលរួមបកស្រាយដោយលោកវិជ្ជបណ្ឌិតសេងរស្មីឯកទេសជំងឺតម្រងនោមនិងលាងឈាមនៃមន្ទីរពេទ្យកាឡាម៉ែតចាគណៈនេះដោយសារតែលោកវិជ្ជបណ្ឌិតលោកកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយហើយដូច្នេះនេះខ្ញុំសូមអនុញ្ញាតសម្ដែងនៅគារវកិច្ចស្វាគមន៍ទៅកាន់លោកវិជ្ជបណ្ឌិតតែម្ដងចាសូមជំរាបសួរលោកវិជ្ជបណ្ឌិតបាទជំរាបសួរមកបាទចាអរគុណច្រើនចាសុខសប្បាយទេថ្ងៃនេះបាទសុខសប្បាយធម្មតាចាហើយជាលើកទីប្រមាណហើយដែលបានចូលរួមផ្ដល់កិច្ចសម្ភាសន៍នីតិសុខភាពចាចំពោះខ្ញុំបាទជាលើកទី1ដែលក្នុងការផ្ដល់បទសម្ភាសន៍ទាក់ទងជាមួយនីតិសុខភាពនៅវិទ្យុផ្កាឈូកបាទចាអរគុណច្រើនទាក់ទងទៅនឹងការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋជាព្យាបាលទៅលើឯកទេសខាងលោកវិជ្ជបណ្ឌិតតើបច្ចុប្បន្នរវល់មានយ៉ាងដែរទេចាបាទចំពោះខ្ញុំផ្ទាល់ខ្ញុំបានធ្វើការនៅមន្ទីរពេទ្យកាឡាម៉ែតយើងឃើញថាមានអ្នកជំងឺគាត់ច្រើនដែលគាត់ទទួលសេវានៅមន្ទីរពេទ្យហើយអ្នកជំងឺភាគច្រើនគឺគាត់មានជំងឺខ្សោយតម្រងនោមហើយអ្នកខ្លះក៏គាត់ឈានដល់ការលាងឈាមដើម្បីព្យាបាលបន្តចាចាអរគុណច្រើនដល់លោកចំឌិតចាប់ប្រិមត្តទីគ្រប់និងជាទីមេត្រីយើងបានជ្រាបហើយអ្វីត្បិតតែលោកចំឌិតលោករវល់មមាញឹកនៅក្នុងការបម្រើជូនបងប្អូនប្រជាពលរដ្ឋក៏ប៉ុន្តែលោកនៅតែឆ្លៀតឱកាសនៅក្នុងការចូលរួមផ្ដល់កិច្ចសម្ភាសន៍ដល់នីតិសុខភាពថ្ងៃនេះដើម្បីផ្ដល់ចំណេះដឹងក៏ដូចជាបទពិសោធន៍ជូនទៅដល់លោកអ្នកផងដែរអញ្ចឹងដើម្បីឲ្យលោកអ្នកបានស្វែងយល់កាន់តែច្បាស់ថាហេតុអ្វីបានជាយើងឈានទៅដល់ការលាងឈាមចំពោះអ្នកខ្សោយតម្រងនោមនេះតើវាមានមូលហេតុអ្វីដែលធ្វើឲ្យយើងកើតនៅជំងឺខ្សោយតម្រងនោមចាអញ្ចឹងខ្ញុំឈានទៅដល់កិច្ចសម្ភាសន៍ជាមួយនឹងលោកចំឌិតតែម្ដងចាជាដំបូងសូមគោរពជំរាបសួរទៅកាន់លោកចំឌិតសូមឲ្យលោកចំឌិតជួយបញ្យល់ប្រាប់ទៅប្រិយមិត្តរបស់យើងថាតើតម្រងនោមនៅក្នុងសារពាង្គកាយយើងតើវាមានរូបរាងយ៉ាងណាហើយតើអ្វីជាពិសេសគឺវាមានសារៈសំខាន់ប្រយោជន៍ទូនាទីយ៉ាងណានៅក្នុងសារពាង្គកាយរបស់យើងចាសូមគោរពជាងតែម្ដងចាលោកចំឌិតចាបាទសូមជម្រាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបាទខ្ញុំបាទវិជ្ជបណ្ឌិតសេងរស្មីកំពុងតែបម្រើការនៅមន្ទីរពេទ្យកាឡាម៉ែតសប្តាហ៍ថ្ងៃហើយខ្ញុំបាទចូលបម្រើការនៅមន្ទីរពេទ្យកាឡាម៉ែតតាំងពីឆ្នាំ2020ហើយគឺជាគ្រូពេទ្យឯកទេសផ្នែកតម្រងនោមនិងលាងឈាមដែលឯកទេសនេះគឺខ្ញុំបានបន្តការសិក្សានៅប្រទេសបារាំងជាដំបូងខ្ញុំសូមឆ្លើយតបជាមួយនឹងសំណួររបស់បងខាងវិធីការនេះបាទជាទូទៅប្រជាជនខ្មែរយើងតែងតែស្គាល់តម្រងនោមថាជាក្រលៀនដែលគាត់និយាយពីចឹងគឺក្រលៀនអ្នកខ្លះក៏អត់ស្គាល់ទេថាតម្រងនោមនឹងអីគេពីចឹងខ្មែរយើងគិតថាកលៀនចឹងណាបាទក៏ពិតគឺក្រលៀនឬតម្រងនោមគឺតែមួយទេទៅតាមភាសាតំបន់ឬភាសាអ្នកស្រុកយើងនិយាយចឹងណាបងហើយជាធម្មតាតម្រងនោមយើងគឺមាន2មានឆ្វេងមួយមានស្ដាំមួយហើយរូបរាងរបស់វានឹងគឺដូចគ្រាប់ស្ដែកចឹងអញ្ចឹងណាបាទហើយជាធម្មតាទំហំរបស់វាគឺចន្លោះពីបើយើងគិតទៅຂະຫນាតវា6ហ៊ុនគុណនឹង12ហ៊ុនគិតទៅវា6សង់ទីម៉ែត្រគុណនឹង12សង់ទីម៉ែត្រគិតជាមធ្យមចំពោះអាស៊ីយើងហើយទម្ងន់របស់វាប្រហែល1ខាំកន្លះប្រហែលប៉ុណ្ណឹងហើយវាទីតាំងវាគឺវាមិនមែននៅកលៀននៅផ្នត់កលៀនយើងទេគឺវានៅក្នុងពោះយើងប៉ុន្តែនៅផ្នែកខាងក្រោយនៅក្រោមឆ្អឹងជនីផុតយើងបន្តិចហ្នឹងគឺយើងមានទាំងសងខាងគឺឆ្វេងមួយស្ដាំមួយបាទចាបាទតកតងជាមួយតម្រងនោមរបស់យើងនេះគឺទូនាទីគឺមានច្រើនមែនតើអញ្ចឹងណាប៉ុន្តែគាត់ថាទូនាទីក្នុងចំណោមទូនាទីចម្បងទាំងអស់ហ្នឹងវាមានទូនាទីសំខាន់7ដែលខ្ញុំយកមកបកស្រាយនៅថ្ងៃនេះអញ្ចឹងណាទី1គឺបើយើងនិយាយតម្រងនោមជាត្រូវវាត្រូវការផលិតទឹកនោមអញ្ចឹងណាវាដូចជាម៉ាស៊ីនចម្រោះទឹកយើងមួយអញ្ចឹងមើលថាបន្ទាប់ពីឈាមយើងរត់ទៅដល់ក្នុងតម្រងនោមយើងហើយយើងត្រូវការផលិតទឹកនោមដើម្បីយើងធ្វើម៉េចយើងនោមចេញមកជាធម្មតាមនុស្សយើងធម្មតាការផលិតទឹកនោមគឺវាមានតុល្យភាពអញ្ចឹងមានន័យថាឧទាហរណ៍ថ្ងៃនឹងយើងហូបទឹក2លីត្រអញ្ចឹងយើងនោមមកប្រកាសជា2លីត្រដែរអញ្ចឹងមានន័យថាតម្រងនោមយើងធ្វើការល្អ
មុខងារទី2គឺតាក់ទងជាមួយនឹងការច្រោះជាតិពុលពុកម៉ែបងប្អូនទាំងអស់គ្នាគឺជ្រាបច្បាស់ហើយតាក់ទងជាមួយនឹងជាតិពុលដែលគាត់តែងតែជួបគ្រូពេទ្យហ្នឹងគាត់មានជាតិពុលកលៀនជាតិពុលត្រង់នោមអីឡើងអញ្ចឹងគឺតាក់ទងតម្រងនោមយើងគឺសំខាន់គឺការផលិតជាតិពុលអញ្ចឹងមានន័យថារាល់ដែលចំណីអាហារដែលយើងហូបបរិភោគទៅគឺវាតែងតែកាត់ផ្ដាច់ពួកមេតាបូលីសផ្សេងៗហើយចុងក្រោយវានៅសល់កាកសំណល់កាកសំណល់ហ្នឹងហើយគឺជាជាតិពុលដែលយើងត្រូវការបញ្ចេញតាមតម្រងនោមរបស់យើងអញ្ចឹងនៅពេលណាដែលយើងខ្សោយតម្រងនោមគឺយើងអត់អាចបញ្ចេញជាតិពុលហ្នឹងបានទេហើយបញ្ហាទី3គឺទូនាទីវាទី3គឺតាក់ទងជាមួយនឹងការទប់លំនឹងសារធាតុអំបិលសារធាតុរ៉ែនៅក្នុងខ្លួនជាធម្មតានៅក្នុងខ្លួនយើងគឺពីធម្មជាតិមកគឺអំណោយផលគឺវាឆ្លាតយើងនិយាយថាធ្វើម៉េចឲ្យខ្លួនយើងមិនឲ្យលឹះមិនឲ្យខ្វះគឺវាមានលំនឹងនៅក្នុងនឹងតែម្ដងអញ្ចឹងគឺតម្រងនោមយើងគឺមានតួនាទីសំខាន់គឺទប់លំនឹងតាក់ទងជាមួយនឹងជាតិអំបិលជាតិសូដ្យូមជាតិប៉ូតាស្យូមជាតិក្លរឬមួយជាតិសារធាតុអំបិលផ្សេងទៀតបាទហើយបញ្ហាទី4គឺចម្បងសំខាន់ដែរវាតាក់ទងជាមួយនឹងការទប់លំនឹងសម្ពាធឈាមអញ្ចឹងនៅពេលដែលបងប្អូនគាត់មានបញ្ហាតាក់ទងជាមួយនឹងលើសសម្ពាធឈាមអញ្ចឹងយើងត្រូវឆែកមើលតើតម្រងនោមគាត់មានបញ្ហាអត់ព្រោះអ្នកខ្លះគាត់មានជំងឺលើសសម្ពាធឈាមប៉ុន្តែមូលហេតុពិតចម្បងពិតក៏ដោយសារតែគាត់ខ្សោយតម្រងនោមទេអញ្ចឹងគឺតម្រងនោមយើងមានតួនាទីសំខាន់គឺរក្សាលំនឹងសម្ពាធឈាមមួយទៀតបាទចា៎តួនាទីទី5ដែលសំខាន់ដែរគឺតាក់ទងជាមួយនឹងឆ្អឹងរបស់យើងគឺតម្រងនោមរបស់យើងគឺមានតួនាទីមួយគឺវាបំលែងពីវីតាមីន D របស់យើងហ្នឹងឲ្យទៅជាវីតាមីន D ដែល active ដែលសកម្មដើម្បីជួយក្នុងការទ្រទ្រង់ឆ្អឹងរបស់យើងធ្វើឲ្យយើងមានការលូតលាស់ឆ្អឹងធម្មតាឆ្អឹងយើងរឹងមាំធម្មតាអញ្ចឹងនៅពេលដែលមានបញ្ហាជំងឺខ្សោយតម្រងនោមគឺអាចតាក់ទងជាមួយនឹងគាត់មានបញ្ហាឆ្អឹងដូចគ្នាបាទតាក់ទងនឹងបញ្ហាទី6គឺសំខាន់មែនតើដែលបងប្អូនគាត់ឆ្ងល់ព្រោះខ្ញុំធ្វើការគាត់ឆ្ងល់ថាគ្រូខ្ញុំខ្សោយតម្រងនោមសោះមិនខ្វះគ្រាប់ឈាមដែរចា៎ដោយសារតែតម្រងនោមយើងគឺមានតួនាទីមួយគឺចម្បងក្នុងការជួយដឹកនាំក្នុងការផលិតគ្រាប់ឈាមអញ្ចឹងកាលណានៅពេលដែលយើងខ្សោយតម្រងនោមគឺគ្រាប់ឈាមចេះតែបាត់បង់ទៅតាមនឹងដែរបាទហើយតួនាទីចម្បងទី7គឺតាក់ទងជាមួយនឹងការទប់លំនឹងជាតិអាស៊ីតនៅក្នុងខ្លួនយើងនៅពេលដែលយើងមានបញ្ហាជំងឺខ្សោយតម្រងនោមការលំនឹងអាស៊ីតបាសនៅក្នុងខ្លួនយើងគឺអត់មានលំនឹងទេអញ្ចឹងសរុបរួមវិញមកគេថាសរុបរួមមកវិញគឺតម្រងនោមយើងមានតួនាទីច្រើនតែច្រើនឥតកតនីប៉ុន្តែគាត់ថាតួនាទីចម្បងដែលចម្បងខ្លាំងមែនទែនគឺមាន7ហ្នឹងហើយនៅពេលដែលតម្រងនោមយើងមានសុខភាពល្អធម្មតាគឺយើងអត់មានតាក់ទងជាមួយនឹងបញ្ហាអស់ហ្នឹងទេសុខភាពយើងល្អធម្មតាចា៎បាទចា៎សូមអរគុណច្រើនដល់លោកចម្រិតដែលបានបកស្រាយយ៉ាងក្បោះក្បាយក៏ដូចជាពន្យល់តាក់ទងទៅនឹងរូបរាងក៏ដូចជាពិសេសតែម្ដងគឺថាតួនាទីរបស់តម្រងនោមគឺថាមានតួនាទីសំខាន់មែនទែននៅក្នុងសារពាង្គកាយរបស់មនុស្សយើងដែលយើងមិនអាចខ្វះបានចាសសូមអរគុណចាសខាងដើមមិញខ្ញុំចាប់អារម្មណ៍លោកចម្រិតបានលើកឡើងថានៅក្នុងខ្លួនយើងតម្រងនោមមានដល់តែ2មានន័យថាឆ្វេងមួយស្ដាំមួយអញ្ចឹងនេះខ្ញុំសូមជម្រាបសួរថាតើមនុស្សម្នាក់គាត់អាចកើតមកមានតម្រងនោមតែមួយតើយ៉ាងម៉េចដែរតើវាអាចមានសុខភាពល្អឬយ៉ាងម៉េចដែរចាសលោកចម្រិតសូមជួយពន្យល់ផងចា៎បាទតាក់ទងជាមួយនឹងសំណួរនេះដែរគឺសំខាន់អញ្ចឹងណាចា៎នឹងជាធម្មតាតម្រងនោមយើងគឺមនុស្សទូទៅយើងគិតថា 90% ជាងគឺគាត់មាន2ឆ្វេងមួយស្ដាំមួយប៉ុន្តែផ្ទុយទៅវិញអ្នកខ្លះគាត់កើតមកគាត់មានតែមួយទេដោយសារគាត់មានការវិវត្តមិនប្រក្រតីតាំងពីគាត់នៅក្នុងផ្ទៃពោះម្ដាយអញ្ចឹងដល់ពេលគាត់កើតមកគាត់មានតែមួយទេសួរថាបើសិនបើយើងមានតម្រងនោមមួយហ្នឹងតែយើងអាចរស់រានបានដូចគេទេចា៎ចម្លើយគឺថាអាចវាថាទោះបីតម្រងនោមយើងមួយក៏ដោយប៉ុន្តែយើងអាចវាអាចធ្វើការបានធម្មតាយើងអាចរស់រានមានជីវិតបានល្អដូចធម្មតាដូចជាមនុស្សទូទៅដែរចា៎គ្រាន់តែថាយើងប្រុងប្រយ័ត្នថែរក្សាវាឲ្យបានល្អតែវាខូចមួយហើយគឺវាអស់ហើយអញ្ចឹងណាបើយើងមាន2ពេលខ្លះអត់ខូចទាំងពីរទេវាខូចមួយសិនហើយទេបាទនៅមួយដើម្បីធ្វើការហើយពេលខ្លះអ្នកខ្លះគាត់ខូចម្ដងទាំងពីរតែម្ដងអញ្ចឹងបាទចាអរគុណច្រើនដល់លោកចម្រិតដែលបានពន្យល់យ៉ាងក្បោះក្បាយសង្ឃឹមថាចាស់ប្រិមិត្តដែលកំពុងតែស្ដាប់ហ្នឹងគាត់ក៏បានយល់ចាអស់ចម្ងល់ដូចនាងខ្ញុំផងដែរចាអញ្ចឹងងាកមកប្រធានបទរបស់យើងថ្ងៃនេះវិញចាលោកចម្រិតដែលសារតែយើងនិយាយអំពីការលាងឈាមរបស់អ្នកជំងឺខ្សោយតម្រងនោមអញ្ចឹងនេះខ្ញុំសូមជម្រាបសួរថាតើយើងអាចសម្គាល់បែបណាថាមនុស្សយើងហ្នឹងមានជំងឺខ្សោយតម្រងនោមហើយគាត់ឈានទៅដល់ការលាងឈាមនេះចាបាទតាក់ទងជាមួយនឹងសំណួរនេះដែរខ្ញុំសូមឆ្លើយតាក់ទងជាមួយនឹង
រោគសញ្ញានៃជំងឺខ្សោយតម្រងនោមចា៎បាទជាធម្មតាជំងឺខ្សោយតម្រងនោមបើសិនបើវាមានដំណាក់កាលរបស់វាមានទី1ទី2ទី3ទី4ទី5ដំណាក់កាលទី5ជាដំណាក់កាលមួយចុងក្រោយមានថាតម្រងនោមយើងធ្វើការតិចមែនតែស្ទើរថាលែងធ្វើការតែម្ដងអញ្ចឹងណាអញ្ចឹងតកតងជាមួយនឹងរោគសញ្ញាគឺវាប្រែប្រួលទៅតាមដំណាក់កាលនៃជំងឺខ្សោយតម្រងនោមដូចគ្នាបើយើងមានជំងឺខ្សោយតម្រងនោមត្រឹមដំណាក់កាលទី1ទី2ទី3សឹងតែគ្មានរោគសញ្ញាតោះឲ្យយើង check មើលឲ្យយើងទៅបូមឈាមមើលទៅជួបគ្រូពេទ្យទៅគាត់ថាលោកពូអ្នកមីងឬអ៊ំយាយមានជំងឺខ្សោយតម្រងនោមប៉ុន្តែដំណាក់កាលទី3អីទេអញ្ចឹងណាហ្នឹងគឺអត់មានរោគសញ្ញាអីទេធម្មតានៅពេលដែលគាត់ចាប់ដើមមានរោគសញ្ញាចឹងមានន័យថាជំងឺខ្សោយតម្រងនោមរបស់គាត់អាចចូលដំណាក់កាលទី4ឬដំណាក់កាលទី5ហើយអញ្ចឹងរោគសញ្ញាគឺចេញមកឲ្យគេអ្នកជំងឺគាត់ចាប់ដើមស្លេកស្លាំងគាត់ខ្វះគ្រាប់ឈាមដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងដោយសារតម្រងនោមយើងមានតួនាទីផលិតគ្រាប់ឈាមអញ្ចឹងគាត់ចាប់ដើមចេះតែមានអារម្មណ៍ថាអស់កម្លាំងទៅឆែកមើលទៅខ្វះគ្រាប់ឈាមរហូតទៅឃើញខ្សោយតម្រងនោមចាអ្នកខ្លះទៀតគាត់ចាប់ដើមចេញមកហើមយកតែម្ដងដំបងហើមជើងបន្ទាប់មកហើមខ្លួនអញ្ចឹងណាដោយសារតែតម្រងនោមយើងវាមានតួនាទីផលិតទឹកនោមអញ្ចឹងកាលណាទៅវាខ្សោយវាអត់អាចបញ្ចេញទឹកនោមអស់ទេយើងហូបប្រៃយើងហូបទឹក2លីត្រថ្ងៃហ្នឹងនោមបានតែ1លីត្រកន្លះសល់កន្លះលីត្រស្អែកសល់កន្លះលីត្រសល់រហូតដល់ពេលអញ្ចឹងចាប់ដើមចេញរោគសញ្ញាមកហើមខ្លួនតែម្ដងដែលហើមហ្នឹងចេញដំបូងវាហើមជើងមកមុនអញ្ចឹងណាមួយទៀតអ្នកជំងឺខ្លះគាត់ទៅជួបគ្រូពេទ្យគាត់មើលទឹកនោមទៅគាត់ថាគ្រូពេទ្យប្រាប់ថាខ្ញុំមានទឹកនោមប្រៃអញ្ចឹងណាមានន័យថាទឹកនោមប្រៃហ្នឹងគឺមានន័យថាគាត់មានជាតិសារធាតុប្រូតេអ៊ីនជាតិអាល់ប៊ូមីនចេញតាមទឹកនោមអញ្ចឹងណាបញ្ហាហ្នឹងគឺដោយសារអីដោយសារតែតម្រងនោមរបស់គាត់ខូចអញ្ចឹងក៏អត់អាចទប់នៅរនាំងទុកហ្នឹងកុំឲ្យជាតិសាច់ជាតិអាល់ប៊ូមីនហ្នឹងចេញតាមទឹកនោមបានអញ្ចឹងគាត់ទៅគាត់ទៅឆែកមើលទឹកនោមទៅគេថាគាត់មានទឹកនោមប្រៃបាទចាហើយបញ្ហាផ្សេងទៀតអ្នកជំងឺគាត់ចាប់ផ្ដើមចេះតែអស់កម្លាំងលហិតលហើយក្អួតចង្អោរឈឺពោះឈឺអត់បាត់ដំបូងគាត់គិតថាគាត់កាពះពោះវៀនគាត់ទៅរកគ្រូពេទ្យព្យាបាលកាពះពោះវៀនរហូតដល់ពេលគេបូមឈាមទៅឃើញថាខ្សោយតម្រងនោមដំណាក់កាលចុងក្រោយចេញរោគសញ្ញាមកគឺឲ្យធ្វើទុកឲ្យឈឺពោះឲ្យក្អួតឲ្យចង្អោរឲ្យដូចគ្នាអញ្ចឹងបាទចាអរគុណច្រើនមែនទែនលោកចាំដិតដែលបានបកស្រាយយ៉ាងកបោះបាយជុំវិញទៅនឹងរោគសញ្ញារបស់អ្នកជំងឺខ្សោយតម្រងនោមនេះចាដោយសារតែនេះខ្ញុំចាប់អារម្មណ៍ណាស់តាក់ទងទៅនឹងអ្វីដែលលោកចាំដិតបានលើកឡើងថាជំងឺខ្សោយតម្រងនោមនេះគឺថាវាអត់មានរោគសញ្ញាអីទេពីដំណាក់កាលទី1ដល់ទី3ទី4ទី5បានមានរោគសញ្ញាអញ្ចឹងដើម្បីឲ្យយើងបានដឹងចាថាអ្វីដែលជាសញ្ញាដំបូងនេះដើម្បីកុំឲ្យប្រិយមិត្តជាពិសេសលោកតាលោកយាយដែលនៅតាមបណ្ដាខេត្តដោយសារតែកុំឲ្យថាវាដល់ដំណាក់កាលធ្ងន់ហើយបានគាត់ទៅរកពេទ្យអាចថាហួសពេលអញ្ចឹងដើម្បីឲ្យគាត់ដឹងថាតើសញ្ញាមួយណាដែលគាត់ដឹងថាគាត់នឹងអាចថាខ្សោយតម្រងនោមហើយវាឈានដល់ការលាងឈាមតែអាចឲ្យយើងដឹងពីសញ្ញាមួយណាដែលថាដំបូងដើម្បីឲ្យយើងបានដឹងលោកចាំដិតចាជាទូទៅគឺយើងអត់ដឹងទេចាពេលតាក់ទងជាមួយនឹងខ្សោយតម្រងនោមដល់លាងឈាមខ្ញុំចង់បញ្ចូលកន្លែងហ្នឹងតិចអញ្ចឹងណាមុននឹងដល់ការលាងឈាមមានន័យថាតើតើយើងនឹងមានជំងឺខ្សោយតម្រងនោមសិនមានថាខ្សោយតម្រងនោមដល់ដំណាក់កាលមួយគឺថាដំណាក់កាលទី5អញ្ចឹងមានថាតម្រងនោមយើងអត់អាចផលិតដោយថាទូនាទីវាទាំងមានទាំងប្រមាណហ្នឹងវាអត់អាចធ្វើការបានទេអញ្ចឹងគឺវាចូលដល់ពេលលាងឈាមនេះមានថាជាការព្យាបាលមួយរបស់អ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងខាងរោគសញ្ញាពេលណាបើខ្ញុំត្រូវដល់លាងឈាមអាហ្នឹងតើតែគាត់មានជំងឺខ្សោយតម្រងនោមមួយហើយគាត់វិវត្តដល់ដំណាក់កាលទី5ហើយគាត់ចាប់ផ្ដើមចេញរោគសញ្ញាចាអាហ្នឹងយើងត្រូវការធ្វើការលាងឈាមហើយអញ្ចឹងណាប៉ុន្តែគាត់ថាការលាងឈាមចែកចេញជា2ទៀតការលាងឈាមជាការលាងឈាមបន្ទាន់ឬមួយមិនបន្ទាន់អញ្ចឹងណាតាក់ទងជាមួយនឹងការលាងឈាមមិនបន្ទាន់មានន័យថាតម្រងនោមគាត់ខ្សោយដល់ដំណាក់កាលទី5ហើយគាត់ត្រូវការលាងឈាមហើយប៉ុន្តែក៏អត់មានចេញរោគសញ្ញាដែលហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតគាត់ទេអញ្ចឹងមើលថាគាត់ត្រូវការលាងឈាមដែរប៉ុន្តែអត់បន្ទាន់ទេអញ្ចឹងគាត់អាចរៀបចំខ្លួនដើម្បីធ្វើការលាងឈាមនៅពេលណាមួយដែលសមស្របចា៎ហើយតាក់ទងជាមួយនឹងរោគសញ្ញាធ្វើម៉េចដែលយើងដឹងថាគាត់ខ្សោយតម្រងនោមដល់ដំណាក់កាលទី5ហើយគាត់ត្រូវការលាងឈាមហើយប៉ុន្តែត្រូវលាងបន្ទាន់អត់ចាំបានទេបើគាត់ចេះតែចាំវាធ្វើគាត់មានគ្រោះថ្នាក់ដល់អាយុជីវិតចា៎រោគសញ្ញាទី1មានថាគាត់ចាប់ផ្ដើមមានអាការៈហត់ហ្នឹងមានន័យថាគាត់ហើមសួតហើយបាទជាធម្មតាដូចយើងបកស្រាយតាមពីដើមមកអញ្ចឹងកាលណាគាត់ផលិតទឹកនោមអត់បានជាតិទឹកចាប់ដើមចោលក្នុងខ្លួនច្រើនអញ្ចឹងវាចោលពីចុងជើងមកមុនបន្ទាប់មកវាដល់សួតអញ្ចឹងវាធ្វើយើងហើមសួតអញ្ចឹងអាការៈគឺគ្រោកសញ្ញាមួយគឺហត់
ចឹងបើសិនមកគាត់មានហត់ហើយគាត់ដឹងថាគាត់មានខ្សោយតម្រងនោមដំណាក់កាលទី5ហើយគាត់មានហត់អាហ្នឹងត្រូវលាងឈាមហើយចា៎បាទទី2តកតងមួយជាតិពុលឡើងខ្ពស់ពេកកាលណាជាតិពុលឡើងខ្ពស់ពេកវាចេញរោគសញ្ញាមួយទៀតគឺដូចយើងបកស្រាយពីដើមអញ្ចឹងមានក្អួតចង្អោរអ្នកខ្លះវែងអ្នកខ្លះសន្លប់អាហ្នឹងក៏ត្រូវលាងឈាមបន្ទាន់ដែរបាទចាចាទី3តកតងជាមួយនឹងការលាងឈាមបន្ទាន់ដែរគឺលើសសារធាតុអំបិលមួយគេហៅជាតិប៉ូតាស្យូមដែលសារធាតុអំបិលប៉ូតាស្យូមហ្នឹងខ្វះក៏គ្រោះថ្នាក់លើសក៏គ្រោះថ្នាក់ចានៅពេលដែលយើងខ្សោយតម្រងនោមគឺមានថាវារៀងលើសហើយអញ្ចឹងកាលណាតែវាលើសខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ដល់ចង្វាក់បេះដូងអញ្ចឹងវាអាចធ្វើឲ្យយើងគាំងបេះដូងភ្លាមតែម្ដងអញ្ចឹងនៅពេលដែលគាត់មានអាការៈគាត់អត់ស្រួលបេះដូងគាត់ចេះតែថប់ណែនខ្លាំងគាត់ដើរញាប់ខ្លាំងគាត់មានអារម្មណ៍ថាក្នុងបេះដូងគាត់ដើរខុសធម្មតាអញ្ចឹងដល់ពេលដែលយើងចាប់ដើមមើលឈាមទៅយើងឃើញសារធាតុប៉ូតាស្យូមនឹងឡើងខ្ពស់ខ្លាំងគឺយើងត្រូវការលាងឈាមបន្ទាន់ដែរបើអត់លាងទេគ្រោះថ្នាក់ដល់បេះដូងគឺអាចគាំងបេះដូងស្លាប់បាទចាបញ្ហាទី4គឺគេហៅថាជំងឺអាស៊ីតដូសន័យថានៅពេលហ្នឹងគឺគាត់ចាប់ដើមបាត់បង់អាសារធាតុបាសរបស់គាត់មានឈ្មោះថាប៊ីកាបូណាតអញ្ចឹងគឺក្នុងខ្លួនគាត់គឺចោលនៅពពួកអាស៊ីតច្រើនប៉ុន្តែខ្ញុំនិយាយអាស៊ីតនេះមិនមែនអាស៊ីតក្នុងកាហ្វេណាវាថាសារធាតុអាស៊ីតដែលយើងនៅក្នុងឈាមរបស់យើងអញ្ចឹងគឺអ៊ីយ៉ុងអាស៊ីតហ្នឹងវាចាប់ដើមច្រើនទៅគឺវាធ្វើឲ្យចោលច្រើនយើងមានជំងឺអាស៊ីតដូសអញ្ចឹងអាហ្នឹងក៏ត្រូវលាងឈាមបន្ទាន់ដែរចាបាទអាហ្នឹងតាក់ទងជាមួយតែគាត់ថាគាត់ដឹងថាគាត់មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី5ហើយមានរោគសញ្ញាអស់ហ្នឹងគឺត្រូវលាងឈាមបន្ទាន់ដែរចាបាទតែបើអត់មានរោគសញ្ញាអស់ហ្នឹងទេអត់តម្រូវការលាងឈាមបន្ទាន់ទេប៉ុន្តែរៀបចំខ្លួនដើម្បីលាងឈាមនៅពេលណាមួយដែលសមស្របចាបាទផ្ទុយទៅវិញចំពោះយើងមនុស្សទូទៅធម្មតាយើងអត់មានជំងឺខ្សោយតម្រងនោមសោះតម្រងនោមយើងល្អចាពេលខ្លះមានត្រូវការលាងឈាមដែរមូលហេតុដែលយើងឃើញនៅស្រុកខ្មែរគឺទី1ពុលស្រាដែលថាពួកមេតាណុលហ្នឹងហើយដែលយើងចំណាំឃើញគឺពេលខ្លះមានបងប្អូនប្រជាពលរដ្ឋនៅតាមភូមិខ្លះគាត់ទាំងពុលស្រាប្រហែលជាបងធ្លាប់ឮដែររឿងពុលស្រាហ្នឹងហ្នឹងហើយអញ្ចឹងចំពោះអ្នកជំងឺទូទៅធម្មតាយើងអត់មានបញ្ហាខ្សោយតម្រងនោមទេតម្រងនោមយើងស្អាតធ្វើការល្អធម្មតាអត់មានជំងឺអីសោះសុខភាពល្អដល់ពេលដែលយើងពិសាស្រាហ្នឹងទៅវាមានជាតិមេតាណុលហ្នឹងវាពុលតម្រងនោមភ្លាមហ្មងអញ្ចឹងអាហ្នឹងក៏ត្រូវការលាងឈាមដើម្បីសង្គ្រោះដែរចា៎បាទមួយទៀតចំណាំជួបច្រើនដែរការពុលប្រមាត់ត្រីបាទចា៎យើងសុខភាពល្អធម្មតាទៅហូបប្រមាត់ត្រីហើយគឺចាប់ដើមពុលហ្មងចា៎បាទអញ្ចឹងវាចាប់ដើមចេញលឿងចេញខ្សោយតម្រងនោមពេលហ្នឹងគឺលែងមានទឹកនោមហ្មងអញ្ចឹងអាហ្នឹងក៏ត្រូវការធ្វើការលាងឈាមដែរចា៎ហើយតាក់ទងជាមួយនឹងប្រមាត់ត្រីដែលយើងសង្កេតឃើញនៅប្រទេសកម្ពុជាយើងគឺទី1ប្រមាត់ត្រីក្អែកទី2ប្រមាត់ត្រីត្រសក់ដែលយើងដឹងពីហ្នឹងចាបាទចាអរគុណច្រើនដល់លោកចំណិតដែលបានបកស្រាយយ៉ាងក្បោះក្បាយជុំវិញទៅនឹងរោគសញ្ញានេះខ្ញុំចាប់អារម្មណ៍មែនទែនដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋយើងគាត់យល់ខុសនិងយល់ច្រឡំចាលោកចំណិតជុំវិញទៅនឹងអាការៈរោគសញ្ញានេះតើប្រជាពលរដ្ឋគាត់អាចសម្គាល់បែបណាតាក់ទងទៅនឹងតើរោគសញ្ញាទាំងអស់តើវាមានរយៈពេលយូរដែរទេចាឬក៏វាថាអាចថាពេលតែមួយវាមកស្របគ្នាតែម្ដងចាបាទជាទូទៅពេលខ្លះអត់មកទាំងអស់ទេបាទអ្នកខ្លះគាត់ចាប់ដើមហត់ម្ដងតិចអញ្ចឹងអត់ហត់មើលថាមិនមែនថ្ងៃហ្នឹងដើរធម្មតាស្អែកឡើងហត់យកហ្មងទេអត់ទេពេលខ្លះគាត់ចាប់ដើមមានអារម្មណ៍ថប់ទ្រូងណែនទ្រូងហត់ម្ដងតិច3ថ្ងៃ4ថ្ងៃឬមួយអាទិត្យក្រោយគាត់ថាហត់ទ្រាំឡើងបានអង្គុយក៏ឡើងកើតដែរចាបាទហើយតាក់ទងជាមួយនឹងការលើសជាតិពុលអីហ្នឹងគឺវាប្រើពេលមួយថ្ងៃតិចអញ្ចឹងអ្នកជំងឺខ្លះគាត់មានអាការៈឈឺពោះក្អួតចង្អោរដោយសារលើសជាតិពុលតម្រងនោមនឹងច្រើនគាត់ទៅជួបគ្រូពេទ្យកាពះពោះវៀនអីចឹងទៅតោះតែឆែកឃើញមួយអាទិត្យអីបានមកពេទ្យអញ្ចឹងណាបាទជាទូទៅសរុបមកវិញគឺរោគសញ្ញាពេលខ្លះចេញទាំងព្រមមកទាំងអស់ហ្មងពេលខ្លះគឺចេញ1ក្នុងចំណោមទាំងអស់ហ្នឹងពេលខ្លះ2ក្នុងចំណោមទាំងអស់ហ្នឹងបាទចាតាមទៅសុខភាពណាលោកចំណិតចាទៅតាមការវិវត្តបុគ្គលម្នាក់ផ្សេងគ្នាបាទអ្នកខ្លះគាត់តម្រូវការចូលពេទ្យមកគឺគាត់តម្រូវការលាងឈាមប៉ុន្តែគាត់អត់មានហាមសួរទេគាត់អត់មានហត់ទេទឹកនោមគាត់មានច្រើនធម្មតាប៉ុន្តែជាតិពុលគាត់ច្រើនខ្លាំងណាស់តែយើងអត់អាចຕົកបានត្រូវតែធ្វើការលាងឈាមបាទចាអរគុណច្រើនដល់លោកចំណិតចឹងនេះខ្ញុំសូមជម្រាបសួរបន្តផងដែរចាលោកចំណិតតកតងទៅនឹងអាការៈខាងលើដែលលោកចំណិតបានជំរាបជូននេះចង់ដឹងថាតើអាការៈទាំងអស់ហ្នឹងកើតឡើងគ្រប់វ័យឬក៏កើតឡើងតែវ័យចាស់ទេចាបាទចំពោះតកតងជាមួយនឹងជំងឺខ្សោយតម្រងនោមគឺ
មនុស្សទូទៅគ្រប់វ័យអាចកើតបានទាំងអស់គ្រប់វ័យតែម្ដងចាមានទាំងក្មេងមានទាំងចាស់ចានៅពេលដែលថាជំងឺខ្សោយតម្រងនោមប៉ុន្តែគាត់ថាគ្រប់វ័យមែនប៉ុន្តែគាត់ថាវ័យណាច្រើនជាងគេពីច្រើនអ្នកជំងឺដែលគាត់មានវ័យរៀងចំណាស់គាត់មានច្រើនជាងគេចាបាទចាអរគុណច្រើនចាអញ្ចឹងពេលដែលស្ដាប់ទៅឃើញថាគួរព្រួយបារម្ភមែនទែនហើយនេះខ្ញុំគិតថាប្រិមិត្តដែលកំពុងតែស្ដាប់ក៏គាត់បារម្ភចំពោះសុខភាពរបស់យើងម្នាក់ៗផងដែរហើយដោយសារតែវ័យគឺថាកើតឡើងគ្រប់វ័យតែម្ដងមិនមែនថាវ័យចាស់ទេអញ្ចឹងយើងទាំងអស់គ្នាពិតតែចង់ដឹងអញ្ចឹងសូមជំរាបសួរផងដែរចាលោកចាំដិតចង់ដឹងថាជំងឺខ្សោយតម្រងនោមដែលវាអាចឈានទៅដល់នឹងការលាងឈាមចង់ដឹងថាវាមកពីមូលហេតុអ្វីដែលធ្វើឲ្យយើងនឹងកើតនឹងជំងឺខ្សោយតម្រងនោមនេះចាបាទចាមូលហេតុមានច្រើនចាប៉ុន្តែគាត់ថាមូលហេតុដែលនៅប្រទេសកម្ពុជាយើងមិនថានៅប្រទេសកម្ពុជាយើងនៅទូទាំងពិភពលោកមូលហេតុចម្បងគឺអ្នកជំងឺដែលគាត់មានជំងឺលើសសម្ពាធឈាមនិងអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមចារ៉ាំរ៉ៃយូអាចវិវត្តទៅជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយរួចធ្វើការលាងឈាមដើម្បីព្យាបាលចាបាទមានជំងឺមួយចំនួនទៀតអ្នកខ្លះគាត់មានជំងឺគ្រោះតម្រងនោមគាត់មានគ្រោះតម្រងនោមគាត់អត់ដឹងចាអ្នកខ្លះគាត់មានគ្រោះហើយគាត់ស្ទះនៅអាពហុនោមរបស់យើងនឹងចាកាលណាស្ទះអញ្ចឹងទៅគាត់ឈឺចាប់បន្តិចបន្តួចគាត់ចេះតែលេបថ្នាំនាយអាយទៅក៏បាត់ទៅអញ្ចឹងក៏អត់ចាប់អារម្មណ៍អញ្ចឹងគាត់ចេះតែຕົកអ្នកខ្លះຕົក2 3ឆ្នាំ4 5ឆ្នាំຕົកយូរទៅអាតម្រងនោមនោះវាចាប់ដើមខូចតែម្ដងខូចអស់មួយចំហៀងហើយបើគ្រោះមានមួយចំហៀងចាប៉ុន្តែនិយាយហ្នឹងមិនមែនមានន័យថាឲ្យតែអ្នកជំងឺមានគ្រោះតម្រងនោមដឹងតែខូចតម្រងនោមទេអត់ទេចាលើកឡើងតែក្នុងករណីគាត់មានគ្រោះតម្រងនោមហើយអាគ្រោះហ្នឹងវាចាប់ដើមស្ទះនៅផ្លូវពហុនោមហើយគឺវានឹងចាប់ដើមធ្វើឲ្យអាតម្រងនោមរបស់យើងហ្នឹងខូចម្ដងតិចម្ដងវាត្រូវការពេលវេលាចាបាទចាហើយមូលហេតុផ្សេងទៀតគឺវាតាក់ទងជាមួយនឹងគេហៅជំងឺខ្លួនឯងប្រឆាំងខ្លួនឯងជំនឿថាយើងកើតមកពីធម្មជាតិគឺយើងមានអង្គតិកហ្នឹងដូចជាកងទ័ពការពារខ្លួនយើងអញ្ចឹងទប់ទល់ជាមួយនឹងមេរោគខាងក្រៅទប់ទល់ជាមួយសត្រូវខាងក្រៅផ្ទុយទៅវិញយើងកើតមកអង្គតិករបស់យើងហ្នឹងវាអត់ទៅសម្លាប់មេរោគវាអត់ទៅទប់ទល់ជាមួយនឹងអ្នកប្រឆាំងយើងពីក្រៅទេវាមកប្រឆាំងសរីរាង្គខ្លួនឯងវិញអញ្ចឹងវាឃើញតម្រងនោមវាស្មានតែសត្រូវស្មានតែពួកមេរោគអញ្ចឹងអង្គតិកហ្នឹងគឺវាទៅបំផ្លាញតម្រងនោមខ្លួនឯងតែម្ដងអាហ្នឹងក៏យើងជួបច្រើនដែរនៅស្រុកយើងអញ្ចឹងណាអាហ្នឹងគេហៅជំងឺខ្លួនឯងប្រឆាំងខ្លួនឯងដែលពាក្យបច្ចេកទេសគេហៅជំងឺ autoimmune ចាបាទបញ្ហាមួយទៀតគឺជំងឺទឹកនោមប្រៃដំបូងគាត់រកឃើញជំងឺទឹកនោមប្រៃឯងតែជំងឺទឹកនោមប្រៃរបស់គាត់កលៀនគាត់តម្រងនោមគាត់ស្អាតធម្មតាអត់មានជាតិពុលអត់មានខូចអីទេគាត់ថាគាត់មានទឹកនោមប្រៃមួយដល់ពេលទឹកនោមប្រៃគាត់ចេះតែព្យាបាលបានត្រឹមត្រូវចេះតែប្រើថ្នាំដែលមិនស្កប់ប្រភពច្បាស់លាស់អត់បានទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញຕົកយូរទៅក៏វាវត្តទៅជំងឺខ្សោយតម្រងនោមដូចគ្នាដែរចាបាទចាសូមអរគុណច្រើនដល់លោកចាំដិតដែលបានបកស្រាយយ៉ាងក្បោះក្បាយជុំវិញទៅនឹងមូលហេតុដែលធ្វើឲ្យមនុស្សយើងកើតនឹងជំងឺខ្សោយតម្រងនោមដែលឈានទៅដល់ការលាងឈាមចានេះខ្ញុំសូមជម្រាបសួរបន្តផងដែរចាលោកចាំដិតចង់ដឹងផងដែរថាកត្តាម្ហូបអាហារវិញដោយសារតែយើងហូបទៅវាចូលទៅក្នុងសារពាង្គកាយយើងហើយអាចថាពីខាងដើមលោកចាំដិតបានលើកឡើងហើយថាតម្រងនោមគឺវាមានតួនាទីច្រោះនៅជាតិពុលជាតិអីហ្នឹងចាចង់ដឹងថាតើម្ហូបអាហារវាអាចជាមូលហេតុធ្វើឲ្យយើងកើតជំងឺខ្សោយតម្រងនោមដែលឈានដល់ការលាងឈាមនេះទេចាបាទជាទូទៅម្ហូបអាហារបើសិនមកយើងនិយាយថាហូបម្ហូបនេះហូបម្ហូបនោះឲ្យខ្សោយតម្រងនោមគឺអត់មានទេបាទទេចាបាទប៉ុន្តែផ្ទុយទៅវិញគឺតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំតាក់ទងជាមួយនឹងយើងប្រើអាហារបំពន់ឬមួយយើងប្រើប្រាស់សារធាតុណាមួយដែលមិនស្គាល់ប្រភពច្បាស់លាស់ចាអញ្ចឹងសារធាតុអស់ហ្នឹងគឺវាអាចធ្វើឲ្យយើងខូចតម្រងនោមចាព្រោះសារធាតុអស់ហ្នឹងវាធ្វើឲ្យយើងពុលតម្រងនោមដូចគ្នាបាទដែលខ្មែរយើងពីច្រើនថាថ្នាំអាវុធមកពីមិនមែនជាតែប្រើប្រទេសតាទេចាអញ្ចឹងថ្នាំភាគច្រើនគឺវាបញ្ចេញតាមផ្លូវទឹកនោមយើងចាអញ្ចឹងគឺថ្នាំមួយចំនួនគឺយើងប្រើបានក្នុងកម្រិតធម្មតាយើងអត់អាចប្រើច្រើនបានទេកាលណាយើងប្រើច្រើនពេលខ្លះពុលតម្រងនោមដូចគ្នាបាទចាក្រៅពីថ្នាំមានអាហារបំពន់សារធាតុចិញ្ចឹមមួយចំនួនដែលគេផ្សព្វផ្សាយលក់នៅលើទីផ្សារប៉ុន្តែខ្ញុំគិតថាអាហារពួកអស់ហ្នឹងគឺជាអាហារបំពន់ឬមួយអាហារសុខភាព
ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃប្រជាជាតិកម្ពុជាយើងទេចាអញ្ចឹងយើងអត់ដឹងថាតើនៅក្នុងសារធាតុអស់ហ្នឹងតើគាត់មានសារធាតុអីខ្លះដែលអាចពុលក្នុងតរងនោះក៏យើងអត់ដឹងចាអញ្ចឹងតាក់ទងជាមួយនឹងអាហារបំពន់យើងចង់បានសុខភាពល្អមុននឹងប្រើប្រាស់បើអាចពិភាក្សាមួយគ្រូពេទ្យជំនាញហើយទី2បើសិនជាយើងចង់ប្រើប្រាស់យើងប្រើប្រាស់អាហារបំពន់ណាអាហារសុខភាពណាដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាលនៃប្រជាជាតិកម្ពុជាយើងព្រោះអីមុននឹងយើងទទួលស្គាល់គឺយើងត្រូវត្រួតពិនិត្យច្បាស់លាស់អញ្ចឹងណាព្រោះមានអាហារខ្លះគឺអត់មានប្រភពអត់ដឹងប្រភពនៅគេថាអត់មានប្រភពនៅណាចាអត់ដឹងថាផលិតនៅណាអត់ដឹងថាធាតុផ្សំមានអីខ្លះអញ្ចឹងយើងចេះតែប្រើក៏វាអាចខូចតម្រងនោមយើងដែរបើថាចំណីអាហារគឺអត់ទេតែផ្ទុយទៅវិញអ្នកជំងឺដែលគាត់មានបញ្ហាខ្សោយតម្រងនោមហើយចំណីអាហារត្រូវប្រុងប្រយ័ត្នវិញអាហ្នឹងមានអញ្ចឹងវិញបាទចាសូមអរគុណច្រើនដល់លោកជំនិតដែលបានបកស្រាយយ៉ាងក្បោះក្បាយជុំវិញទៅនឹងមូលហេតុដែលធ្វើឲ្យមនុស្សយើងហ្នឹងកើតនឹងជំងឺខ្សោយតម្រងនោមដែលវិវត្តការលាងឈាមនេះចាអរគុណច្រើនប្រិយមិត្តជាទីគោរពនិងជាទីមេត្រីនៅពេលនេះនេតិសុខភាពក៏សូមអនុញ្ញាតសម្រាប់មួយផ្លេតសិនចូលវិញជានឹងធ្វើកិច្ចសម្ភាសជុំវិញទៅនឹងប្រធានបទខាងលើបន្តទៀតតើស្ត្រីដែលកំពុងតែមានផ្ទៃពោះហ្នឹងពួកគាត់ត្រូវមានត្រណមអ្វីខ្លះតើត្រណមទាំងអស់នោះមានប្រសិទ្ធភាពដែរឬទេហើយនៅពេលបច្ចុប្បន្នហ្នឹងត្រូវបានព័ត៌មានហ្នឹងគួរឲ្យចាប់អារម្មណ៍របស់គេអូព័ត៌មានរបស់វិទ្យុផ្កាឈូក FM 105ហ្នឹងមានផ្ដោតលើវិស័យកសិកម្មសុខភាពអប់រំសេដ្ឋកិច្ចនិងការអប់រំបែបពុទ្ធសាសនាទៀតគេផ្សាយថ្ងៃហ្នឹងអូនផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយពីម៉ោង6ព្រឹកដល់ម៉ោង9យប់អត់ថ្មល្មមតាអីទេអូនអាចតាមដានព័ត៌មានរបស់វិទ្យុផ្កាឈូកហ្នឹងនៅលើទូរស័ព្ទដៃក៏បានដែរទាញយកកម្មវិធី Lotus Radio ក្នុងទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានល្អៗប្រចាំថ្ងៃឬចូលទៅកាន់គេហទំព័រនិងបណ្ដាញសង្គមវិទ្យុផ្កាឈូក Lotus Radio FM 100.5 វិទ្យុផ្កាឈូកដើម្បីសុខភាពផ្លូវកាយនិងផ្លូវចិត្តការផ្សាយរបស់វិទ្យុផ្កាឈូក FM 100.5 MHz ផ្សាយចេញពីរាជធានីភ្នំពេញត្រូវមានត្រណមអ្វីខ្លះតើត្រណមទាំងអស់នោះមានប្រសិទ្ធភាពដែរឬទេហើយនៅពេលបច្ចុប្បន្នហ្នឹងត្រូវបានព័ត៌មានហ្នឹងគួរឲ្យចាប់អារម្មណ៍របស់គេអូព័ត៌មានរបស់វិទ្យុផ្កាឈូក FM 100.5ហ្នឹងមានផ្ដោតលើវិស័យកសិកម្មសុខភាពអប់រំសេដ្ឋកិច្ចនិងការអប់រំបែបពុទ្ធសាសនាទៀតគេផ្សាយថ្ងៃហ្នឹងអូនផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយពីម៉ោង6ព្រឹកដល់ម៉ោង9យប់អត់ថ្មល្មមតាអីទេអូនអាចតាមដានព័ត៌មានរបស់វិទ្យុផ្កាឈូកហ្នឹងនៅលើទូរស័ព្ទដៃក៏បានដែរទាញយកកម្មវិធី Lotus Radio ក្នុងទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានល្អៗប្រចាំថ្ងៃឬចូលទៅកាន់គេហទំព័រនិងបណ្ដាញសង្គមវិទ្យុផ្កាឈូក Lotus Radio FM 100.5 វិទ្យុផ្កាឈូកដើម្បីសុខភាពផ្លូវកាយនិងផ្លូវចិត្តប្រិយមិត្តជាទីគោរពនិងជាទីមេត្រីប្រិយមិត្តកំពុងតែទស្សនានេតិសុខភាពដែលយើងកំពុងតែពិភាក្សាជុំវិញប្រធានបទការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមដែលយើងកំពុងតែមានការចូលរួមបកស្រាយដោយលោកវិជ្ជបណ្ឌិតសេងរស្មីឯកទេសជំងឺតម្រងនោមនិងលាងឈាមនៃមន្ទីរពេទ្យកាឡាម៉ែត
ចាស់នេះខ្ញុំក៏សូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់គ្រឹះស្ថានបោះពុម្ពផ្សាយផ្កាឈូករមណីយដ្ឋានពេជ្រនិចនិងសប្បុរសជននានាដែលបានចូលរួមគាំទ្រផងដែរអ្វីដែលជាពិសេសក៏សូមថ្លែងអំណរគុណទៅដល់ប្រេងកូឡាប្រេងខ្យល់ប្រទាលខ្មែរបុរាណធាតុផ្សំពិសេសពីប្រេងប្រទាលរុក្ខឱសថមរតកខ្មែរបុរាណច្រើនមុខជាគ្រូពេទ្យប្រចាំដ៏ស័ក្តិសិទ្ធិវិធីប្រើលាបរឹតច្របាច់ឆ្លីថ្នម10នាទីប្រសិទ្ធភាពទ្វេដងសូមទំនាក់ទំនងតាមទូរស័ព្ទលេខ092 39 66 55 097 61 61 678 និង086 567 833ប្រើផលិតផលយើងជួយសង្គមយើងចាប្រិមិត្តទីគ្រប់និងជាទីមេត្រីការពិវៈមុនប្រិមិត្តបានជៀបកាន់តែច្បាស់ហើយថាមូលហេតុដែលធ្វើឲ្យមនុស្សយើងឈានទៅដល់ការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមនេះអញ្ចឹងវគ្គនេះខ្ញុំសូមឈានទៅដល់កិច្ចសម្ភាសជាមួយនឹងលោកចម្រិតជាថ្មីបន្តទៀតចាសូមជម្រាបសួរចាលោកចម្រិតចាអរគុណច្រើនដោយអ្វីដែលលោកចម្រិតបានបកស្រាយការពិវៈមុនយ៉ាងក្បោះក្បាយហើយថាជំងឺខ្សោយតម្រងនោមដែលឈានទៅដល់ការលាងឈាមនេះគឺថាមូលហេតុយើងគិតថាមានធំគឺថាមានជំងឺលើសសម្ពាធឈាមជំងឺទឹកនោមផ្អែមក៏ដូចជាជំងឺគ្រោះថ្នាក់តម្រងនោមហើយនឹងមានកត្តារួមផ្សំបន្តទៀតផងដែរអញ្ចឹងខ្ញុំសូមជំរាបសួរបន្តផងដែរចាលោកចម្រិតចង់ដឹងថាតើជំងឺផ្លូវចិត្តតើវាអាចជាមូលហេតុនៃធ្វើឲ្យយើងនឹងកើតនឹងជំងឺខ្សោយតម្រងនោមឈានទៅដល់ការលាងឈាមដែរទេចាបាទចាតកតងជាមួយនឹងបញ្ហាផ្លូវចិត្តបើថានិយាយថាយើងមានជំងឺផ្លូវចិត្តធ្វើឲ្យយើងមានបញ្ហាខ្សោយតម្រងនោមហើយដល់ការលាងឈាមគឺអត់ទេអត់ទេអញ្ចឹងអ្នកជំងឺគាត់ដែលគាត់មានបញ្ហាផ្លូវចិត្តមិនមែនជាមូលហេតុធ្វើឲ្យគាត់មានជំងឺខ្សោយតម្រងនោមទេចាតែយើងនិយាយត្រឡប់ទៅក្រោយវិញត្រឡប់បកទៅវិញគឺរាល់អ្នកជំងឺដែលគាត់មានបញ្ហាជំងឺខ្សោយតម្រងនោមនៅពេលដែលគាត់ឈឺជំងឺនឹងហើយគឺគាត់ចាប់ផ្ដើមមានបញ្ហាផ្លូវចិត្តទៅជាមួយគ្នាចាតើតែគាត់មានជំងឺហ្នឹងបានអាចថាប៉ះពាល់អារម្មណ៍របស់គាត់ប៉ះពាល់អារម្មណ៍របស់គាត់មូលហេតុអីបានប៉ះពាល់អារម្មណ៍របស់គាត់ដោយសារពាក្យថាជំងឺខ្សោយតម្រងនោមគឺយើងស្ដាប់ហើយគឺធ្ងន់អញ្ចឹងណាព្រោះយើងត្រូវបាត់បង់សរីរាង្គដែលវាធ្វើការរាល់ថ្ងៃអញ្ចឹងការព្យាបាលត្រូវការលាងឈាមហើយការលាងឈាមគឺត្រូវការមួយអាទិត្យលាង3ដងជា standard ប៉ុន្តែគាត់ថាពេលខ្លះយើងអាចលាងមួយអាទិត្យ2ដងឬ3ដងទៅតាមជាក់ស្ដែងរបស់អ្នកជំងឺអញ្ចឹងគាត់ត្រូវជួបគ្រូពេទ្យដើម្បីលាងរហូតដល់សារអីតម្រងនោមគាត់ដេកធ្វើការហើយអញ្ចឹងគាត់ត្រូវការពឹងផ្អែកលើម៉ាស៊ីនដើម្បីធ្វើការជំនួសតម្រងនោមរបស់គាត់អញ្ចឹងគាត់ត្រូវការមកលាងជាប់ជាប្រចាំអញ្ចឹងយូរទៅគាត់ទៅជាមានអារម្មណ៍មួយថាគាត់ depression គាត់បាក់ទឹកចិត្តប៉ះពាល់ផ្លូវចិត្តរបស់គាត់មែនតើបាទចាអរគុណច្រើនមែនតើចានេះខ្ញុំចាប់អារម្មណ៍មែនតើអ្វីដែលលោកចម្រិតបានលើកឡើងតាក់ទងទៅនឹងការលាងឈាមនេះដោយសារតែបច្ចុប្បន្នចាប្រិមិត្តរបស់យើងជាពិសេសប្រជាពលរដ្ឋយើងគាត់មានការយល់ដឹងច្រើនតាក់ទងទៅនឹងបញ្ហាទាំងអស់នេះអញ្ចឹងខ្ញុំសូមជម្រាបសួរផងដែរថាតើការលាងឈាមនេះតើយើងអាចលាងតែម្ដងពីរដងបាត់ជាតិពុលទេឬក៏ត្រូវតែលាងមួយជីវិតតែម្ដងចាលោកចម្រិតចាបាទតាក់ទងជាមួយនឹងសំណួរនេះដែរចម្លើយគឺមាន2ផ្លូវចាហ្នឹងហើយផ្លូវទី1គឺមានថាយើងមានជំងឺខ្សោយតម្រងនោមដល់ការលាងឈាមប៉ុន្តែជាជំងឺខ្សោយតម្រងនោមស្រួចស្រាវចាអញ្ចឹងមានថាពាក្យថាស្រួចស្រាវមានថាគាត់អត់មានជំងឺខ្សោយតម្រងនោមពីមុនមកទេចាដូចយើងបកស្រាយពីដើមថាមានមូលហេតុដែលធ្វើឲ្យគាត់ពុលតម្រងនោមដែរគឺថាយើងពិសាប្រមាត់ត្រីក្អែកប្រមាត់ត្រីត្រសក់ឬមួយយើងពុលជាមួយមេតាណុលអញ្ចឹងគឺធ្វើឲ្យតម្រងនោមយើងខូចភ្លាមតែម្ដងរយៈពេលខ្លីគឺមួយថ្ងៃអីហ្នឹងគឺជាតិពុលឡើងកប់យកឡើងតែម្ដងអញ្ចឹងមើលថាយើងធ្វើការលាងឈាមដើម្បីដកជាតិពុលនឹងចេញមកអញ្ចឹងការលាងឈាមហ្នឹងគឺរយៈពេលខ្លីការរយៈពេលខ្លីហ្នឹងអ្នកខ្លះអាចម្ដងទៅស្រួលធូរទៅអ្នកខ្លះ2ដងអ្នកខ្លះ3ដងអ្នកខ្លះ4ដងទៅតាមអ្នកជំងឺជាក់ស្ដែងអញ្ចឹងគឺថានៅពេលដែលយើងលាងហើយតម្រងនោមគាត់ចាប់ដើមវិលត្រឡប់មកសភាពដើមវិញអញ្ចឹងមើលថាយើងលាងតែប៉ុណ្្នឹងទេគឺគឺថាយើងព្យាបាលជាដាច់អត់ត្រូវការលាងទៀតទេតែម្ដងចាបាទផ្ទុយទៅវិញអ្នកជំងឺដែលគាត់មានបញ្ហាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃមានន័យថាតម្រងនោមគាត់គឺខូចហើយអត់មានផលិតទូនាទីធ្វើអីបានទៀតទេអញ្ចឹងគឺយើងពឹងផ្អែកលើការលាងឈាមដើម្បីរស់រានគឺថាការលាងឈាមជាការព្យាបាលមួយដែរអញ្ចឹងមានថានៅពេលដែលតម្រងនោមយើងខូចហើយអញ្ចឹងមានតែការលាងឈាមយើងប្រើម៉ាស៊ីនឲ្យធ្វើការជំនួសតម្រងនោមរបស់យើងអញ្ចឹងបើសិនបើយើងអត់មានធ្វើការលាងឈាមទេ
គឺជាតិពុលនឹងឡើងអញ្ចឹងហើយយើងនឹងហត់អញ្ចឹងគឺយើងអាចរស់បានទេអញ្ចឹងការលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយគឺត្រូវលាងជាប់ជាប្រចាំបាទចាអរគុណច្រើនលោកចំណាត់ដែលបានបកស្រាយក៏ដូចជាបញ្យល់យ៉ាងក្បោះក្បាយដើម្បីយើងទាំងអស់គ្នាបានយល់ផងដែរនេះខ្ញុំសូមជម្រាបសួរបន្តផងដែរចាលោកចំណាត់ក្នុងចំណោមមូលហេតុខាងលើការពីវគ្គមុនដែលលោកចំណាត់បានបកស្រាយហ្នឹងចង់ដឹងថាបច្ចុប្បន្នតាមឯកទេសក៏ដូចជាបទពិសោធន៍ដែលលោកចំណាត់ទទួលព្យាបាលចង់ដឹងថាតើមូលហេតុណាមួយដែលកើតឡើងទៅលើអ្នកជំងឺដែលគាត់ខ្សោយតម្រងនោមឈានទៅដល់ការលាងឈាមនាពេលបច្ចុប្បន្ននេះច្រើនជាងគេចាបាទមូលហេតុដែលច្រើនជាងគេគឺពីររួមផ្សំគ្នាតែម្ដងគឺជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែមបាទអ្នកជំងឺដែលគាត់មានជំងឺលើសសម្ពាធឈាមភាគច្រើនគាត់រួមផ្សំជាមួយនឹងទឹកនោមផ្អែមអ្នកជំងឺមានជំងឺទឹកនោមផ្អែមរួមផ្សំជាមួយនឹងលើសសម្ពាធឈាមមានទាំងពីរហ្នឹងគឺការវិវត្តរហូតដល់ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលដល់ត្រូវពេលលាងឈាមគឺលឿនតែបើគាត់មានតែមួយអាចថាយឺតជាងបន្តិចអញ្ចឹងណាបាទអញ្ចឹងមិនមែនមានន័យថាឲ្យតែយើងមានជំងឺខ្សោយតម្រងសំទោសមិនមែនមានន័យថាឲ្យតែយើងមានជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមដឹងតែខ្សោយតម្រងនោមត្រូវលាងឈាមទេវាអត់អញ្ចឹងទេប្រសិនបើយើងទទួលការព្យាបាលត្រឹមត្រូវតាមដានសុខភាពជាប់លាប់ជាមួយវិជ្ជាបណ្ឌិតជំនាញគឺការវិវត្តរហូតដល់ការលាងឈាមគឺយូរវែងអន្លាយណាអញ្ចឹងណាលើកឡើងតែក្នុងករណីយើងអត់ខ្វល់ជាមួយវាលើឈាមហើយអត់ខ្វល់យើងមានជំងឺទឹកនោមផ្អែមហើយអត់ខ្វល់អញ្ចឹងការវិវត្តរហូតដល់ជំងឺខ្សោយតម្រងនោមហើយទៅការលាងឈាមគឺលឿនជាងធម្មតាបាទចាអរគុណច្រើនដល់លោកចំឌិតចាស្ដាប់អ្វីដែលលោកចំឌិតបានបកស្រាយតាំងពីវគ្គមុនមកដល់វគ្គនេះគឺថាស្ដាប់ទៅមានអារម្មណ៍ថាយើងភ័យបារម្ភមែនទែនមិនចង់ឲ្យទោះបីជាបច្ចេកវិទ្យាជឿនលឿនក៏ពិតមែនតែយើងមិនចង់កើតនៅជំងឺទាំងអស់នេះទេដោយសារជំងឺនេះគឺធ្ងន់ធ្ងរមែនទែនចាអញ្ចឹងសូមជម្រាបសួរផងដែរចាលោកចំឌិតតើបច្ចុប្បន្នជំងឺខ្សោយតម្រងនោមតើយើងមានថ្នាំណាអាចថាចាក់ទៅវ៉ាក់សាំងជួយកុំឲ្យយើងកើតដែរទេចាជាទូទៅអត់មានវ៉ាក់សាំងការពារទេអត់មានទេបាទព្រោះជំងឺនេះជាគេហៅជំងឺមិនឆ្លងអញ្ចឹងជាគ្រប់ប្រភេទជំងឺមិនឆ្លងគឺអត់មានវ៉ាក់សាំងទេតែបើជាជំងឺឆ្លងឧទាហរណ៍ដូចជាវីរុសផ្ដាសាយអានឹងមានវ៉ាក់សាំងអញ្ចឹងណាអាលាកសួតដោយសារមេរោគភ្នែកមកុកអីអានឹងមានវ៉ាក់សាំងសូម្បីតែ COVID យើងមកក្រោយនេះក៏យើងមានវ៉ាក់សាំងដែរអានឹងជាជំងឺឆ្លងប៉ុន្តែជំងឺខ្សោយតម្រងនោមជាប្រភេទជំងឺមិនឆ្លងអញ្ចឹងមានន័យថាអត់មានវ៉ាក់សាំងទេទឹកនោមផ្អែមក៏អត់មានវ៉ាក់សាំងដែរបាទចាអរគុណច្រើនចាដែលបានពន្យល់ដើម្បីឲ្យយើងបានយល់ទាំងអស់គ្នាផងដែរចានេះខ្ញុំសូមជម្រាបសួរបន្តផងដែរចាលោកចំឌិតតើតកតងទៅនឹងការបង្ការអនាម័យចំពោះជំងឺខ្សោយតម្រងនោមតើវាមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះសុខភាពរបស់យើងចា៎បាទតកតងជាមួយនឹងការការពារគឺមានសារៈសំខាន់អញ្ចឹងមានថាសម្រាប់សំខាន់យ៉ាងម៉េចគឺសារៈសំខាន់ធ្វើម៉េចកុំឲ្យយើងមានបញ្ហាតកតងជាមួយនឹងរលាកតម្រងនោមខ្សោយតម្រងនោមកុំឲ្យមានគ្រោះតម្រងនោមអញ្ចឹងជាធម្មតាគឺវាមានវិធានការការពារប៉ុន្តែវិធានការការពារហ្នឹងវាមិនបាន 100% ទេគាត់ថាវារួមចំណែកជួយយើងកុំឲ្យឆាប់មានជំងឺអស់ហ្នឹងបាទឧទាហរណ៍វិធីសាស្ត្រការពារយើងដឹងជាទូទៅយើងធម្មតាយើងដឹងហើយអញ្ចឹងយើងត្រូវការបរិភោគទឹកឲ្យបានគ្រប់គ្រាន់មួយថ្ងៃយ៉ាងហោចណាស់ក៏បាន2លីត្រដែរ2ទៅ3លីត្រហើយនៅពេលដែលយើងឈឺបត់ទាំងតូចអីយើងកុំទ្រាំទៅអញ្ចឹងណាបាទហើយតកតងជាមួយនឹងការប្រើប្រាស់ថ្នាំដែលសំខាន់ដែលខ្ញុំចង់និយាយមែនតើដូចខ្ញុំបានបកស្រាយពីដើមអញ្ចឹងថ្នាំគឺភាគច្រើនគឺវាបញ្ចេញតាមទឹកនោមបាទអញ្ចឹងការប្រើប្រាស់ថ្នាំគឺវាអាចប៉ះពាល់ដល់តម្រងនោមយើងអញ្ចឹងការប្រើប្រាស់ថ្នាំគឺត្រូវប្រើកម្រិតដូសថ្នាំមួយដែលទទួលយកបានមានការឲ្យប្រើនោះគឺថាមានការចេញវិជ្ជាបញ្ជាដោយគ្រូពេទ្យកុំប្រើចិត្តឯងជាពិសេសបងប្អូនពុកម៉ែដែលគាត់មានបញ្ហាឈឺសរសៃឈឺអីហ្នឹងគាត់ចេះតែចាក់ថ្នាំសរសៃបំបត្តិការឈឺចាប់ថ្នាំបំបត្តិការឈឺចាប់ចេះតែលេបមានថាអ្នកខ្លះទៅគាត់លេបទៅលឹះដូសលេបលឹះដូសឲ្យពុលតម្រងនោមបាទអញ្ចឹងរាល់ការប្រើប្រាស់ថ្នាំគឺសូមឲ្យពិភាក្សាមួយគ្រូពេទ្យសិនហើយប្រើកុំឲ្យលើសកម្រិតបាទហើយតាក់ទងជាមួយនឹងគេថាអាហារូបត្ថម្ភផ្សេងទៀតអ្នកខ្លះគាត់ថាខ្ញុំបាយមិនសូវបានទេគីឡូយើងស្គមចង់បានអាហារបំពន់ធ្វើម៉េចឲ្យឆាប់ឡើងគីឡូទៅព្យាយាមរកអាហារបំពន់សុខភាពអាហារសុខភាពណាដើម្បីឲ្យដាក់ថាលេបទៅឲ្យឡើងគីឡូឡើងអីអញ្ចឹងណាកន្លែងនេះខ្ញុំមិនបដិសេធ 100% ទេប៉ុន្តែ
សូមជ្រើសរើសប្រភេទអាហារបំពន់ណាដែលត្រឹមត្រូវដែលជារបស់សុទ្ធហើយមានឆ្លងការពិនិត្យត្រឹមត្រូវដោយក្រសួងសុខាភិបាលខ្មែរយើងសិនចា៎កុំឲ្យតែគេថាអានេះល្អនោះល្អចាទៅតាមគេអញ្ចឹងបើថាមុននឹងប្រើប្រាស់អីមួយសូមគិតគូរពិចារណាថាវាជារបស់សុទ្ធមិនសុទ្ធហើយមានការឆ្លងកាត់ត្រួតពិនិត្យត្រឹមត្រូវហើយទៅនៅចា៎ចាសូមអរគុណច្រើនដល់លោកចាំដិតចាជំរាបខ្ញុំសូមជម្រាបសួរបន្តផងដែរចាលោកចាំដិតបើសិនជាករណីថាអ្នកជំងឺដែលគាត់ខ្សោយតម្រងនោមហើយគាត់កំពុងតែលាងឈាមតើគាត់គួរតែតមនៅរបបអាហារប្រភេទណាខ្លះដើម្បីកុំឲ្យគាត់ហ្នឹងជំងឺគាត់ធ្ងន់ធ្ងរបន្តទៀតចាបាទជាធម្មតានេះតកតងជាមួយនឹងការព្យាបាលមួយដែលសំខាន់តកតងជាមួយនឹងរបបអាហារលើអ្នកជំងឺដែលគាត់មានបញ្ហាខ្សោយតម្រងនោមហើយគាត់កំពុងធ្វើការលាងឈាមបាទអញ្ចឹងតកតងជាមួយនឹងអាហារយើងត្រូវជៀសវាងអាហារណាដែលជាតិប្រូតេអ៊ីនច្រើនពេកព្រោះនៅពេលណាដែលយើងហូបសាច់ច្រើនអញ្ចឹងខ្លួនយើងវាចាប់ដើមបំបែកអាសារធាតុប្រូតេអ៊ីនហ្នឹងចុងក្រោយវាសល់កាកសំណល់វាគឺជាតិអ៊ុយរ៉េអាសារធាតុអ៊ុយរ៉េនេះគឺសារធាតុពុលដែរដែលយើងត្រូវបញ្ចេញតាមទឹកនោមហើយអញ្ចឹងបើសិនបើយើងហូបសាច់ច្រើនពេកតម្រងនោមយើងខ្សោយហើយយើងអត់អាចបញ្ចេញមកបានច្រើនទេអញ្ចឹងក្នុងកម្រិតមួយថ្ងៃគ្រូពេទ្យអាចថាឲ្យជាយោបល់ហូបមួយថ្ងៃធំ1ខាំកន្លះទៅបានហើយអាហារ3ពេលណាចាហ្នឹងហើយគាត់អាចហូប1ខាំកន្លះទៅបានហើយជ្រើសរើសទៀតឧទាហរណ៍សាច់ណាដែលជាសាច់ពណ៌ក្រហមអីហ្នឹងគឺគួរតែជៀសវាងចាសាច់ដែលយើងអាចបរិភោគបានសាច់ត្រីសាច់មាន់សាច់ទាសាច់ជ្រូកយើងហូបបានតែមួយថ្ងៃ1ខាំកន្លះឲ្យបានចាបាទហើយតាក់ទងជាមួយនឹងបន្លែផ្លែឈើយើងត្រូវជៀសវាងបន្លែផ្លែឈើណាដែលសម្បូរជាតិប៉ូតាស្យូមនិងជាតិផូស្វ័រព្រោះអាជាតិផូស្វ័រហ្នឹងគឺកាលណាវាឡើងខ្លាំងពេកគឺអត់ស្រួលទេចាប់ដើមមានអារម្មណ៍លំមាស់ពីក្នុងសាច់មកហ្មងបាទហើយបើជាតិប៉ូតាស្យូមវិញកាលណាឡើងច្រើនពេកដូចខ្ញុំបានជម្រាបអញ្ចឹងវាធ្វើឲ្យវាប៉ះពាល់ដល់វិបត្តិចង្វាក់បេះដូងវាធ្វើឲ្យយើងពេលខ្លះកាំងបេះដូងស្លាប់ដោយសារតែជាតិប៉ូតាស្យូមនឹងលើសខ្លាំងពេកអញ្ចឹងតាក់ទងជាមួយនឹងអាហារដែលសម្បូរជាតិប៉ូតាស្យូមច្រើនដែលយើងត្រូវដឹងទី1សូកូឡាចា៎ប៉ុន្តែប្រជាជនខ្មែរយើងប្រហែលជាមិនសូវចូលចិត្តសូកូឡាមកទេខុសពីខាងអឺរ៉ុបអឺរ៉ុបចូលចិត្តសូកូឡាតែសូកូឡាគឺជាបានជាទី2តាក់ទងជាមួយនឹងក្របធញ្ញជាតិបាទក្របធញ្ញជាតិដូចគ្រាប់ដែលថាយើងលីងយើងអីហ្នឹងអានោះវាមានសារធាតុប្រៃផងហើយវាសម្បូរជាតិប៉ូតាស្យូមនិងផូស្វ័រផងអញ្ចឹងយើងជៀសវាងបានយើងជៀសវាងផ្សេងទៀតមានដូចជាដលងមើមដលងអញ្ចឹងហ្នឹងបាទក៏សម្បូរជាតិប៉ូតាស្យូមនិងផូស្វ័រច្រើនដែរផ្លែពេញប៉ោះយើងហ្នឹងក៏សម្បូរដែរចា៎ហើយដែលច្រើនមែនតើហ្នឹងគឺផ្លែចេកពេលខ្លះបងប្អូនពុកម៉ែនៅតាមជនបទក៏អត់ដឹងគាត់ថាហូបចេកទៅល្អពេលខ្លះហូបចេក3ផ្លែចូលដេកពេទ្យហ្មងហាត់អីចេះដោយសារតែគាត់ខ្សោយតម្រងនោមហើយដំណាក់កាលទី5ហើយគាត់ហូបចេកច្រើនអាចេកហ្នឹងសម្បូរជាតិប៉ូតាស្យូមច្រើនគាត់ហូបហើយគាត់ធ្វើទុកបេះដូងគាត់មកពេទ្យហ្មងបាទហ្នឹងហើយអញ្ចឹងអានោះត្រូវជៀសវាងចាផ្លែឈើផ្សេងទៀតដូចជាផ្លែបឺក្លុកអីក៏អត់បានដែរបាទចាហើយផ្លែគីវីយើងហ្នឹងគីវីជូជូហ្នឹងចាក្រូចផ្លែក្រូចជូជូក៏អត់បានដែរបាទហើយផ្លែកតុំអាលឹកអីហ្នឹងតបែកអីហ្នឹងបើជៀសវាងបានយើងជៀសវាងចាហើយមួយទៀតដែលសំខាន់គឺដូងចាទឹកដូងយើងហ្នឹងបាទអញ្ចឹងការជ្រើសរើសអាហាររៀងពិបាកបន្តិចចាអញ្ចឹងព្រោះគ្រូពេទ្យហាមច្រើនពេកអ្នកខ្លះគាត់សួរថាលោកគ្រូហាមខ្ញុំច្រើនពេកខ្ញុំមិនអីហូបទៅចាតាមនេះខ្ញុំស្ដាប់ទៅគឺថាសង់ទាំងអស់បាត់ហើយចាអញ្ចឹងតែគាត់គួរវិសាវិញទៅចាបាទជិះតែអាហារដែលយើងរៀបរាប់ខាងលើហ្នឹងគាត់ពិសាបានចាប៉ុន្តែពេលខ្លះមិនមែន 100% ទេព្រោះអាហារខ្លះវាមានជាតិប៉ូតាស្យូមវាសឹងតែមានគ្រប់អាហារប៉ុន្តែគាត់ថាអាហារខ្លះវាមានតិចអាហារខ្លះមានច្រើនអញ្ចឹងដែលច្រើនដែលខ្ញុំចង់និយាយគឺមានតែចេកច្រើនជាងគេចាដូងផ្លែបឺជាមួយនឹងសូកូឡាហើយមួយទៀតក្រូចអានឹងគឺច្រើនជាងគេចារបស់ផ្សេងទៀតបន្តបន្សំអញ្ចឹងអាហារផ្សេងទៀតបន្លែផ្សេងទៀតយើងអាចពិសាបានតែក្នុងកម្រិតតិចតួចអញ្ចឹងណាបងបាទចាសូមអរគុណច្រើនដល់លោកចំដិតដែលបានពន្យល់អំពីចំណុចម្ហូបអាហារនេះដើម្បីឲ្យអ្នកជំងឺដែលគាត់កំពុងតែមានជំងឺខ្សោយតម្រងនោមឈានទៅដល់ការលាងឈាមនេះដើម្បីគាត់មានការប្រុងប្រយ័ត្ននៅរបបអាហាររបស់គាត់ចាសូមអរគុណចាដោយសារតែពេលវេលាយើងកាន់តែរៀងគៀកមកដល់ទីបញ្ចប់ហើយចាលោកចំដិតជាចុងក្រោយតើលោកចំដិតមានជាសារអប់រំយ៉ាងដូចម្ដេចជុំវិញទៅនឹងប្រធានបទជំងឺខ្សែតម្រងនោមឈានទៅដល់ការលាងឈាមដើម្បីឲ្យប្រិយមិត្តរបស់យើងគាត់បានយកទៅអនុវត្តតាមជាប្រចាំថ្ងៃរបស់គាត់ចាសូមគោរពអញ្ជើញចាតកតងជាមួយនឹងយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមជាគ្រូពេទ្យឯកទេសខាងតម្រងនោមនិងលាងឈាម
ខ្ញុំសូមធ្វើការសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំលើចំណុចទី1ចំណុចទី1មានថាការប្រើប្រាស់ថ្នាំជាមួយនឹងអាហារសុខភាពអាហារបំពន់អានោះត្រូវប្រុងប្រយ័ត្នចង់ប្រើជ្រើសរើសរបស់ណាដែលសុទ្ធល្អមានការទទួលស្គាល់ត្រឹមត្រូវចង់ប្រើប្រាស់ថ្នាំសូមមេត្តាឆ្លងកាត់យោបល់គ្រូពេទ្យសិនកុំជៀសវាងយើងប្រើខ្លួនឯងចំណុចទី2នៅពេលដែលយើងមានជំងឺទឹកនោមផ្អែមជាមួយនឹងលើសសម្ពាធឈាមសូមពុកម៉ែបងប្អូនមេត្តាទៅជួបគ្រូពេទ្យដើម្បីតាមដានឲ្យបានជាប់លាប់ដើម្បីធ្វើម៉េចឲ្យជាតិស្ករយើងល្អសម្ពាធឈាមយើងល្អកាលណាពីនឹងវាល្អហើយយើងមិនងាយក្នុងការវិវត្តទៅជំងឺខ្សោយតម្រងនោមទេផ្ទុយទៅវិញបើសិនមកពុកម៉ែបងប្អូនគិតថាខ្ញុំលើសជាតិស្ករដែរតែអត់មានធ្វើទុកអីផងលើសសម្ពាធឈាមដែរតែអត់មានធ្វើទុកអីផងចា៎ខ្ជិលទៅជួបពេទ្យអានឹងជាចំណុចមួយដែលយើងពិចារណាឡើងវិញព្រោះយើងដឹងហើយថាអ្នកខ្លះគាត់លើសសម្ពាធឈាមក៏អត់មានរោគសញ្ញាទេយ៉ាងច្រើនណាស់គាត់រយកវិលមុខតិចតួចគាត់មិនទាំងចាប់អារម្មណ៍ផងអ្នកខ្លះគាត់លើសជាតិស្ករទឹកនោមផ្អែមហ្នឹងក៏អត់មានរោគសញ្ញាតោះជាតិស្ករ400 500បានគាត់ចាប់តាមដឹងចាអញ្ចឹងបើសិនមកពុកម៉ែបងប្អូនគាត់មានជំងឺអស់នឹងហើយគឺថាកុំធ្វើប្រហែសទោះបីអត់មានរោគសញ្ញាក៏ដោយយើងស្រួលក៏ដោយសូមមេត្តាទៅតាមដានជាមួយគ្រូពេទ្យជំនាញដើម្បីឲ្យគាត់តាមដានឲ្យបានដិតដល់ទៅតែយើងព្យាបាលកត្តាបង្កនឹងបានល្អហើយអញ្ចឹងការវិវត្តទៅដល់ជំងឺខ្សោយតម្រងនោមត្រូវលាងឈាមគឺភាគរយតិចមែនតើហើយបើថាវាវិវត្តវិញក៏យូរដែរចា20ឆ្នាំតន្តនាផងអ្នកខ្លះកើតទឹកនោមផ្អែមលើឈាម20ឆ្នាំហើយនៅសុខភាពល្អធម្មតាដោយសារគាត់តាមដានមួយគ្រូពេទ្យបានដិតដល់ត្រឹមត្រូវទី3មួយទៀតឧទាហរណ៍ក្នុងករណីដែលពុកម៉ែបងប្អូនថាឥឡូវខ្ញុំមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃហើយដល់ពេលត្រូវលាងឈាមហើយសូមមេត្តាកុំខ្លាចការលាងឈាមព្រោះអ្វីដែលខ្ញុំធ្វើការរាល់ថ្ងៃនេះគឺនៅពេលដែលខាងគ្រូពេទ្យបញ្យល់ថាលោកពូអ្នកមីងត្រូវការធ្វើការលាងឈាមគាត់ខ្លាចគាត់ថាអ្នកចិត្តខាងគាត់លាងឈាមបានតែមួយខែនឹងឲ្យស្លាប់ហើយបាទអ្នកខ្លះគាត់ថាក៏អត់លាងទេសួរស្លាប់អត់លាងអញ្ចឹងយើងសូមឲ្យកែប្រែផ្នត់គំនិតនឹងវិញការលាងឈាមមិនមែនមានន័យថាលាងឈាមហើយមួយខែស្លាប់លាងឈាមហើយ2ខែស្លាប់លាងឈាមហើយ3ខែស្លាប់អត់ទេចា៎សូមលុបបំបត្តិកន្លែងនឹងចោលត្រូវយល់ថាមូលហេតុអីបានគ្រូពេទ្យត្រូវការលាងឈាមដោយសារតម្រងនោមយើងធ្វើការអត់បានអញ្ចឹងយើងត្រូវការប្រើម៉ាស៊ីនដើម្បីជំនួសក្នុងការឲ្យដើរតួនាទីជំនួសតម្រងនោមរបស់យើងចា៎អញ្ចឹងវាជាការព្យាបាលមួយដែរអញ្ចឹងមានថាបើយើងព្យាបាលលាងឈាមបានជាប់លាប់អ្នកខ្លះលាងឈាម10ឆ្នាំក៏អត់តន់ទៅណាដែរអ្នកខ្លះលាងឈាម15ឆ្នាំអ្នកខ្លះលាងឈាម20ឆ្នាំក៏អត់ជាបញ្ហាចំណោទដែរចា៎បាទអញ្ចឹងសូមមេត្តាគិតឡើងវិញកុំមានផ្នត់គំនិតមួយថាឲ្យតែខ្ញុំលាងឈាមនឹងចិត្តស្លាប់ដែរពីចឹងខ្ញុំទទួលមកគឺគាត់និយាយអញ្ចឹងចា៎បាទអញ្ចឹងយើងសូមផ្លាស់ប្ដូរផ្នត់គំនិតនឹងវិញគឺនៅពេលដែលគ្រូពេទ្យបញ្យល់ថាលោកពូអ្នកមីងខ្សោយតម្រងនោមដំណាក់កាលទី5ត្រូវលាងឈាមហើយអញ្ចឹងគ្រូពេទ្យក៏សំណូមពរវិញដែរថាបើអាចពុកម៉ែបងប្អូនអាចគិតឡើងវិញហើយផ្លាស់ប្ដូរផ្នត់គំនិតទទួលយកការលាងឈាមជាជំរើសក្នុងការព្យាបាលដើម្បីបន្តរស់រានទៅមុខទៀតចាសូមអរគុណច្រើនដល់លោកចាំដិតដែលបានបកស្រាយក៏ដូចជាផ្ដល់ជាសារដ៏ល្អជូនទៅដល់លោកអ្នកសង្ឃឹមថាប្រិមិត្តរបស់យើងចាក៏មានការយល់ខុសនិងធ្វើការអនុវត្តតាមទៅអ្វីដែលជាបញ្ជារបស់លោកគ្រូពេទ្យចាតែដោយសារតែពេលវេលារបស់យើងបានរំកើមកដល់ទីបញ្ចប់ហើយចាខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកចាំដិតដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ដ៏ល្អជូនទៅដល់លោកអ្នកនាងជុំវិញប្រធានបទខាងលើសង្ឃឹមថាលោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកអ្វីដែលជាពិសេសគឺយើងទាំងអស់គ្នាត្រូវតែបង្កើននូវការការពារប្រសើរជាងទៅធ្វើការព្យាបាលផងដែរព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅពេលនេះនាទីសុខភាពបានឈានដល់ទីបញ្ចប់នាងខ្ញុំសូមគោរពអរព្រះគុណអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាស្ដាប់នាទីនេះតាំងពីដើមរហូតដល់ចប់ហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងនៃការសម្របសម្រួលបើសិនជាមានករណីខុសឆ្គងដែលប្រការណាមួយនាងខ្ញុំក៏សូមគ្រប់គ្រងអរគុណយ៉ាងជ្រាលជ្រៅទៅដល់គ្រឹះស្ថានបោះពុម្ពផ្សាយផ្កាឈូករមណីយដ្ឋានពេជ្រនិចនិងសប្បុរសជននានាដែលបានចូលរួមគាំទ្រផងដែរអ្វីដែលជាពិសេសក៏សូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
អ្វីដែលជាពិសេសក៏សូមថ្លែងអំណរគុណទៅដល់ប្រេងកូឡាប្រេងខ្យល់ប្រទាលខ្មែរបុរាណធាតុផ្សំពិសេសពីប្រេងប្រទាលរុក្ខឱសថមរតកខ្មែរបុរាណច្រើនមុខជាគ្រូពេទ្យប្រចាំដ៏ស័ក្តិសិទ្ធិវិធីប្រើលាបរឹតច្របាច់ឈ្លីថ្នម10នាទីប្រសិទ្ធភាពទ្វេដងសូមទំនាក់ទំនងតាមទូរស័ព្ទលេខ092 39 66 55 097 61 61 678 និង086 567 833ប្រើផលិតផលយើងជួយសង្គមយើងចាស់ហើយនេះខ្ញុំក៏សូមគ្រប់ប្រគិនពរគ្រប់ជូនពរដល់ប្រិមិត្តទាំងអស់វេក្មិនកិត្តិយសរបស់យើងក៏ដូចជាសហការីរបស់វិទ្យុផ្កាឈូកសូមប្រកបបានទៅដោយសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តដើម្បីសមត្ថភាពខ្ពស់និងប្រកបដោយគុណធម៌នៅក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូលនៅពេលនេះខ្ញុំប្រកាសណានៃខ្ញុំភូមិលក្ខណារួមជាមួយវេក្មិនកិត្តិយសសូមអរព្រះគុណសូមអរគុណនិងសូមគោរពជំរាបលាស្ត្រីដែលកំពុងតែមានផ្ទៃពោះហ្នឹងពួកគាត់ត្រូវមានត្រណមអ្វីខ្លះតើត្រណមទាំងអស់នោះមានប្រសិទ្ធភាពដែរឬទេហើយនៅពេលបច្ចុប្បន្នហ្នឹងត្រូវបានព័ត៌មានហ្នឹងគួរឲ្យចាប់អារម្មណ៍របស់គេអូព័ត៌មានរបស់វិទ្យុផ្កាឈូក FM 107.5ហ្នឹងមានផ្ដោតលើវិស័យកសិកម្មសុខភាពអប់រំសេដ្ឋកិច្ចនិងការអប់រំបែបពុទ្ធសាសនាទៀតគេផ្សាយរាល់ថ្ងៃហ្នឹងអូនផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយពីម៉ោង 6 ព្រឹកដល់ម៉ោង 9 យប់អស់ថ្មល្មមតាអីទេអូនអាចតាមដានព័ត៌មានរបស់វិទ្យុផ្កាឈូកហ្នឹងនៅលើទូរស័ព្ទដៃក៏បានដែរទាញយកកម្មវិធី Lotus Radio ក្នុងទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានល្អៗប្រចាំថ្ងៃឬចូលទៅកាន់គេហទំព័រនិងបណ្ដាញសង្គមវិទ្យុផ្កាឈូក Lotus Radio FM 100.5 វិទ្យុផ្កាឈូកដើម្បីសុខភាពផ្លូវកាយនិងផ្លូវចិត្តការផ្សាយរបស់វិទ្យុផ្កាឈូក FM 100.5 MHz ផ្សាយចេញពីរាជធានីភ្នំពេញ